បាទសួស្តីប្រិមិត្តវិលមកជួបគ្នាសាជាថ្មីនៅក្នុងភាគមុននេះខ្ញុំលើកនិយាយអំពីពាក្យថាហៅមនុស្សម្នាក់ថាក្បត់ជាតិក្នុងនាមជាអ្នកនយោបាយគេត្រូវប្រើនិយមន័យច្បាប់ប្រសិនបើគេមិនប្រើនិយមន័យច្បាប់គេคล้ายទៅជាជនផ្ដាច់ការហើយនៅពេលដែលគេคล้ายទៅជាជនផ្ដាច់ការអានឹងវាជាបុរេវិនិច្ឆ័យវាជាការកាត់សេចក្តីមនុស្សដោយអត់ពឹងទៅលើប្រព័ន្ធតុលាការនិងច្បាប់នឹងមួយខ្ញុំបានលើកអំពីការជេរពោលហែកហួរឯកជនភាពរបស់អ្នកដទៃមានជាអាចខ្ញុំជាជនរងគ្រោះតែគេហែកហួរប្រពន្ធកូនខ្ញុំដើម្បីបំបិទមាត់ខ្ញុំមិនឲ្យខ្ញុំមានមតិនយោបាយគេចោទខ្ញុំសហាយស្មន់លួចប្រពន្ធគេស៊ីទ្រព្យគេសពគ្រប់ក្នុងគោលដៅបំបិទមាត់ខ្ញុំអ្វីដែលខ្ញុំជាជនរងគ្រោះខ្ញុំអត់ហែកហួរគេវិញទេខ្ញុំនៅបន្តតវ៉ាជាមតិសង្គមមតិនយោបាយមតិសេដ្ឋកិច្ចរហូតដល់9ឆ្នាំក្រោយមកពួកគេក៏រលំរលាយសូម្បីតែអ្នកនៅក្នុងគណៈបកប្រជាជនដែលហែកហួរខ្ញុំអាខាន់សវណ្ណស្លាប់តៃហោងអ្នកទេពជាប់គុកជាឧទាហរណ៍ណាជាឧទាហរណ៍ហើយក៏មិនបានជោគជ័យក្នុងការហែកហួរប្រពន្ធកូនខ្ញុំឯកជនភាពខ្ញុំក៏អត់បានជោគជ័យឥឡូវពួកអាសំរាំងស៊ីនៅសល់ចេញមុខអាតារាខណ្ឌមកអាឈុំសេរីសខុមអាសេងរតនារាជនីជេទាំងអស់ហ្នឹងក៏វាជួយបំផ្លាញអាសំរាំងស៊ីឲ្យរលាយអាសំរាំងស៊ីមកដល់ចំណុចមួយដែលកែលែងឡើងមានន័យថាបើវាកែមិនក៏លែងឡើងដែរវាខូចអស់ហើយដែលខូចធំចំពោះវាអាយុ70ផ្លាយឆ្នាំគឺវាមិនអាចស្រោចស្រង់វងត្រកូលវាបានវងត្រកូលវាត្រូវធ្លាក់ចុះរហូតវាអត់ស្រោចស្រង់បានវាមិនមែនជាអ្នកណាថាឲ្យវាទេគឺជាបាបកម្មរបស់គ្រួសារវាបងប្អូនឃើញទេណាបាបកម្មណាវាតាមតន់វាចាញ់មកអញ្ចឹងដូចជាបាបកម្មដែលវាតាមតន់ណាមីជ្រុះសេមួយឈ្មោះសំសុខាបាបកម្មតាមតន់មិធីសវណ្ណថាបាបកម្មតាមតន់យល់នៅបាបកម្មជួនកាលតាមតន់យើងមើលឃើញនឹងមុខខ្ញុំជាមនុស្សជឿបន់ជឿបាបខ្ញុំអត់ធ្វើទេអំពើអស់ហ្នឹងខ្ញុំអត់ទៅហែកហួរគេអត់ទៅបោកប្រាស់គេរបៀបអញ្ចឹងទេហើយខ្ញុំក៏មានបាបដែរបានជាខ្ញុំកើតមហារាជជាបាបកម្មរបស់ខ្ញុំមិនមែនមិនទទួលស្គាល់ថាខ្លួនខុសទេអានឹងអញ្ចឹងនេះគឺជាលក្ខណៈstill love TK សួស្តីសែនកុសលសួស្តីបងអូនសំនាងសួស្តីសវលីកុមារាកំសត់ស្នេហ៍ចៅសម្លាញ់ទៅបង្កើត account មួយទៀតជៀសវាងពាក្យថាកំសត់អានឹងប្រៀបបាននឹងចៅឯងដាក់បណ្ដាសាខ្លួនឯងបើចៅឯងដាក់ថាចៅឯងកំសត់ណា
อดได้บ้านสบายได้จ้ะจังดักชมัวโคลนไอ้ตระดักชมัวละอมันบัดละอเปเตละอละโมมนะจ้ะนะโดดักชมัวลบไอ้กบมาราកំសត់ស្នេហ៍អីហ្នឹងលុបចោលទៅវាអាហ្នឹងវាបាបខ្លួនឈ្មោះនឹងឈ្មោះអាប់ឈ្មោះអាប់រាសីចុងធេសួស្ដីប្រូហៀងសួស្ដីណាចាណាតែដាក់ឈ្មោះតែនេះទៅអូខេដាក់ឈ្មោះឲ្យមានជោគជ័យក្នុងជីវិតតើលោកពូថូនីអូជាអ្នកណាអត់ស្គាល់កូនកាលដេកអត់ស្គាល់សួស្ដីម៉ៅប៉ូចម៉ាលេឌៀនធឿនអៀងចេងសួស្ដីណាប្រូហៀងលយអូខេលយហេងកំលៀងសួស្ដីបាទសួស្ដីកូនដូច្នេះពាក្យថាក្បត់ជាតិជនដែលតាំងខ្លួនជាប្រជាធិបតេយ្យមិនហៅទេនៅអាមេរិកអ្នកដែលហៅគេប្រជាធិបតេយ្យគឺអ្នកនឹងមានសារធាតុផ្ដាច់ការនៅអាមេរិកហ្នឹងក៏មានដែរបុគ្គលនឹងមានសារធាតុមិនគោរពនិយមន័យច្បាប់ហើយបាបកម្មនៅក្នុងលទ្ធិប្រជាធិបតេយ្យបាបកម្មវាមានការនិយាយប៉ុណ្ណឹងទេអូខេខ្ញុំទទួលសំណួរខ្ញុំនឹងឆ្លើយអូខេនឹងអញ្ចឹងនៅពេលថ្មីនេះខ្ញុំឃើញព្រះវិហារសាសនាគ្រឹះមួយបានសម្ពោធគឺព្រះវិហារសាសនាគ្រឹះមួយដែលនៅស្រុកខ្ញុំហៅកាត់ថាម័រមុនវិហារម័រមុនដែលពាក្យពេញណាពាក្យពេញនៃព្រះវិហារហ្នឹងគេហៅថា The Church of Jesus Christ of Latter-day Saints ខ្ញុំហៅពួកមើមិននេះឥឡូវនេះបានទៅបើកវិហារតែថ្មីស្រឡាងនៅឯប្រទេសកម្ពុជាមិនដឹងនៅភ្នំពេញឬនៅណាទេណាដែលជា The Temple of God នៅក្នុងមានកំពូល9បានស្ថាបនាឡើងនៅប្រទេសថៃក៏មាននៅប្រទេសកម្ពុជាក៏មានគឺពួកម័រមុននេះណាពួកម័រមុននេះក៏ទៅបើកវិហារដែលពួកម័រមុននេះបានទៅដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ1994ជានិកាយមួយនៃសាសនាគ្រិស្តដែលនៅម្ដុំខ្ញុំនេះមានព្រះវិហារមួយធំស្កឹមស្កៃនៅរដ្ឋធានី Washington DC ឥឡូវនេះឃើញនៅប្រទេសកម្ពុជាបងប្អូនណាស្គាល់កូនចៅណាស្គាល់ណាជួយប្រាប់ខ្ញុំផងបាទអាហ្នឹងរឿងនៅក្នុងប្រទេសកម្ពុជាមានអង្គការសាសនាគ្រីស្ទានមួយចំនួនបានចូលទៅប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហើយក៏មានសាសនិកការដែលមានសាសនាដទៃចូលទៅជាមួយវាជួយជាតលយភាពជាចិញ្ចៀងថ្លឹងឲ្យប្រជាជនក៏មានការចេះដឹងមួយចំនួនទន្ទឹមគ្នាក៏វាមានបញ្ហាសង្គមកើតឡើងដែរដូចជាមានការជ្រុលនិយមដូចជាមានការឆបោកជាដើមលក្ខណៈបងប្អូនណាមានបញ្ហាបែបនេះខ្ញុំក៏មានលទ្ធភាពអាចនឹងអធិប្បាយបាន
chọc rừng nâng mùi xâm vật thi sổ đầy Hên cầm liềng Mr. Hên Sọc Hòn Sray Nênh Sôn Nhóm lứ kê hào thà dùn mong tà nhà ta dùn mong tà nhà trên nô ná ok bộ mong tà nhà chmô mong tà nhà ní mình men chuồn triệt mùi tề chmô mong tà nhà ní mình men đám cầm nát tà mùi tề bộ kế cứ chỉ có sầm bón nơi khăn đồng bọn phung riếp còn đa nơi bật tê Việt Nam bộ kế nơi bật tê Campuchia dưỡng kể hai thạp Phnom Cùi Rột đai Cà chê Smaun Stiêng Ruôn Chuyện đam lạc nâng lạc bộ ní nơi lơ đầy bật tê Lào bật tê Việt Nam nâng bật tê Campuchia bộ câu sầm pon bạp ní miền khiêm đăng mình chỉ bạc tế con tái về miền chiêng sai sạch chuồn triệt đại sọt ngày ní dường hào tha chuồn triệt đàm đại dường hào tha chuồn triệt đàm ní khmai dường bị đám hào tha col sầm pon hào tha col sầm pon nơi phùm na kê men chùm nưa bọc kê sliệp bẹ tam rụp biếp kê rô nơi tam rụp biếp kê men phê xá tai ắt men ạ sò tê kê men phê xá tai kê ắt men ạ sò tê chùm nưa rụp bọc kê cứ prap tam chùm non bị chát màu tôm mây chẳng tới to khnia cái miên sanh nha sầm còl khla pra chùm nu ạ so tái mình miên ạ so bình lính đôi dương khmai yun lào đê bộ ní rồi là lơ tật đầy tật tê thằng bảy hỏi có rồi nơi phiệt hàng thơ bông này tật đầy chắn hỏi có rồi nơi nông prote mê dàn ma phòng tai bộ ní bị đám hai ta col sầm pón nè ok o con chào chăm tờ cài nè kê rôn nâu du và kê rôn nâu du tớp bệ sầm ai ở lớn kê hai tháng chuồn triệt đàm kẻ hai ta chuồn triệt đàm mong tà nhà ní về miền col sầm pon chán tại còi mắt bà rắn hai rúm thá mong tàn có về cá mua mong tà nhà tại lại lời nít dường hai ta vuông mong tà nhà đôi chia vuông về hai khmai còng về tha chia vuông đàm cầm lại khmai rứa có vuông chọp xài khmai rứa có dương là sọc dương nhà hai cồn cắt chanh là bà đấy cồn cắt vuông chẳng ai nắng buộc mong tài nằng ok nắng buộc hồng tài nằng và rí ai khmai còng nắng có chia chồn triệt mùi tái đòi xa khmai còng copy mong tà nhà mong tà nhà ọt miên ạ so chia rồi bọc luôn tê tại miên phê xa miên xà nha sầm con tại ọt miên ạ so khmai còng miên ạ so chia rồi bọc luôn hơi miên sasna
ជារបស់ខ្លួនខុសគ្នាប៉ុណ្ណឹងដូច្នេះតើពួកម៉ុងតាញហើយនឹងខ្មែរជាកុលសម្ព័ន្ធទេមិនមែនទេខ្មែរគឺជានគរជាជនជាតិសួរថាខុសគ្នាយ៉ាងម៉េចទៅកុលសម្ព័ន្ធគេសម្គាល់ទៅលើមនុស្សដែលមកទល់សតវត្សទី17 18 19 20 21អត់មានអក្សរប្រើទេហើយក៏មិនអាចសាងសង់មិនអាចកសាងប្រទេសបានរីឯកុលសម្ព័ន្ធណាដែលអាចកសាងប្រទេសបានគេឈប់ហៅកុលសម្ព័ន្ធគេហៅប្រជាជាតិប្រជាជនខ្មែរយើងកសាងប្រទេស 2000 ឆ្នាំមកហើយអញ្ចឹងហើយមានអក្សរប្រើដោយសារយើងមានអក្សរប្រើយើងមានប្រពៃណីយើងមានវប្បធម៌យើងមានប្រទេសយើងចម្រើនជឿនលឿនទៅជាប្រជាជាតិមួយចប់ភ្នងស្ទៀងរ៉ាដែកាចេស្អូចអីហ្នឹងពួកគាត់នៅជាកុលសម្ព័ន្ធនៅឡើយដោយសារពួកគាត់មិនបានកសាងប្រទេសទេហើយក៏អត់មានភាសាដែរនេះគឺជាភាពខុសគ្នារវាងកុលសម្ព័ន្ធនិងប្រជាជាតិណាកូនណាហ្នឹងចឹងសានខ្ញុំឃើញលោកតាពូកែភូមិសាស្ត្រនយោបាយតែផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវិញលោកតាអាចបង្ហាញបានអ្វីខ្លះបានខ្លះទេខាងវិទ្យាសាស្ត្រតារៀនខាងវិទ្យាសាស្ត្រតែអត់អាចបង្ហាញអ្វីបានតែពន្យល់តិចតួចពីព្រោះវិទ្យាសាស្ត្រដើរលឿនណាស់ឥឡូវនេះវាចូលទៅដល់យុគសម័យ AI Quantum Computing ដែលមុខវិជ្ជាពីរនេះតារត់តាមអត់ទាន់ទេហើយកូនណាតារត់តាមអត់ទាន់ទេអាយុតាចាស់ខួរក្បាលតាយឺតទៅតារត់លែងទាន់ហើយទើបមិនអាចនិយាយបាននេះចឹងលោកតាពេលធ្វើការច្រើនមូលហេតុអ្វីខួរក្បាលឆាប់ភ្លេចមិនមែនទេធ្វើការច្រើនក៏មិនឆាប់ភ្លេចដែរតាមដឹងចៅអាយុក្មេងនៅឡើយដែលឆាប់ភ្លេចនេះពីព្រោះជីវជាតិអាហារដែលចៅបរិភោគរាល់ថ្ងៃតាំងពីក្មេងមកដល់ពេលនេះចៅបរិភោគអាហារដែលមិនសូវមានជីវជាតិខ្ពស់សូមឲ្យយល់អំពីអាហារមួយគេហៅថារសជាតិវាឆ្ងាញ់ដាក់ទៅវាអណ្ដាតយើងវាឆ្ងាញ់អាហ្នឹងគេហៅរសជាតិមួយទៀតគេហៅថាជីវជាតិស្អីទៅជីវជាតិវាមិនមែនជារសជាតិទេតែវាចូលទៅក្នុងខ្លួនយើងដល់ពេលកាពះយើងកាន់ទៅវាបង្កើតបានទៅជាជីវជាតិទ្រទ្រង់សារីរាង្គកាយនិងការលូតលាស់របស់យើងតែវាអត់មានរសជាតិឆ្ងាញ់ទេដែលចៅឆាប់ភ្លេចពីព្រោះពីក្មេងមកទទួលអាហារជីវជាតិវាតិចដូច្នេះចៅត្រូវខំប្រឹងបរិភោគបន្លែនិងផ្លែឈើដែលមានជីវជាតិតែត្រូវមានជាតិស្ករតិចឲ្យបានច្រើនមានន័យថាត្រកួនណានិយាយពីមើមសិនដំឡូងត្រាវណាខ្ញី
ខ្ជាយរំដេងរមៀតឡាក់នឹងឡាក់រហូតទៅដល់ខ្ញុំចាំមិនអស់ទេឡាក់នឹងឡាក់អានឹងមើមណាមើមឬគល់ចំណែកដើមបន្លែបៃតងនាសំបីតែដើមចេកក៏មានជីវជាតិដែរណាចំណែកស្លឹកនិងផ្កាជាពិសេសពណ៌បៃតងចំណែកផ្លែមានសពយ៉ាងចំណែករបស់វាមានត្រួយមានអីទាំងអស់ហ្នឹងត្រូវបរិភោគឲ្យបានច្រើនដើម្បីជួយនៅពេលដែលខ្លួននឹងទទួលបានជីវជាតិគ្រប់គ្រាន់វាធ្វើឲ្យការចងចាំពីព្រោះនៅក្នុងអាយុចៅវាជួយហើយបើចៅមានលុយចៅរត់ទិញវីតាមីនដែលគេហៅថា multi vitamin វីតាមីនចម្រុះទិញអាណាដែលសតលេបប្រចាំថ្ងៃថែមមួយថ្ងៃមួយគ្រាប់មិនមែនដោយសារគិតច្រើនរៀនច្រើនភ្លេចភ្លាំងទេដោយសារការលូតលាស់ផ្នែកខួរក្បាលវាធ្វើឲ្យយើងត្រូវការអញ្ចឹងនឹងមួយទៀតសូមចំណាំមើលរបស់មានរសជាតិកាលណាញ៉ាំហើយរៀងឈឺក្បាលតិចមានន័យថាវាសម្បូរទៅដោយជាតិម្យ៉ាងដែលវាបំផ្លាញសុខភាពយើងគួរណាស់កាត់បន្ថយចម្លើយតែប៉ុណ្្នឹងណាកូនណាអូខេអរគុណបូប៊ីតាកែហើយបើខ្ញុំរៀនច្បាប់ល្អដែរឬទេរៀនច្បាប់មានតែធ្វើការឲ្យរាជការតែប៉ុណ្ណឹងលោកតាហេតុអ្វីបានជាកណិតមិនចេះមិនមែនមកពីរៀនមិនចេះទេចៅដោយសារខ្លួនចៅហ្នឹងប្រើពេលតិចពេកសម្រាប់រៀនហ្នឹងមួយទី2ខ្លួនចៅមិនអង្អែលចិត្តខ្លួនហ្នឹងឲ្យចូលចិត្តគណិតមុខវិជ្ជាកាលណាយើងអត់ចូលចិត្តហើយយើងប្រើចំណាយពេលតិចយើងរៀនមិនចេះទេត្រូវខំបបោះអង្អែលចិត្តឲ្យរៀនណាកូនណាមនុស្សទាំងអស់រៀនគណិតចេះគ្រប់គ្នាពីព្រោះឥឡូវនេះរបៀបបង្រៀនវាចម្រើនជាងមុនអូខេអាហ្នឹងអញ្ចឹងកៅសុខុនសួស្ដីប្រូភ័ក្រសំណួរនឹងតាមិនឆ្លើយទេចាឥឡូវតាខំប្រឹងបង្រៀនសិនឥឡូវបបួលរៀនរឿងនឹងទុកម្ដុំណាចាណាសត្យា Eagle សំវុទ្ធីចាំនិយាយឲ្យស្ដាប់ខ្លះបន្តទៅទៀតខ្ញុំនឹងនិយាយព្រោះអានឹងជាមុខវិជ្ជាដែលខ្ញុំចូលចិត្តណាថាច់ណារស្មីស្ងាមចាំជោគជ័យចាំដាក់ឈ្មោះអូខេអញ្ចឹងក៏បានណាតាចៅបើចង់ជោគជ័យអត់ចេះតែសួរហូបបាយទេមនុស្សដែលគិតតែពីញ៉ាំវាមិនដែលជោគជ័យទេកូនមនុស្សដែលគិតពីរៀនទៅជោគជ័យណាចៅណាអញ្ចឹងចៅចង់ជោគជ័យចៅនិយាយពីរៀនកុំនិយាយពីញ៉ាំខួន Smiley នៅថ្ងៃអនាគតកម្ពុជាអាចជាខ្លាអាស៊ានឬទេចៅសម្លាញ់ខួន Smiley ប្រទេសមួយដែលคล้ายទៅជាខ្លាសេដ្ឋកិច្ចវាទាល់តែប្រជាជននៃប្រទេសនោះមានការចេះដឹងខ្ពង់ខ្ពស់អញ្ចឹងបើចៅចង់ឲ្យប្រទេសកម្ពុជាជាខ្លាត្រូវចៅរៀនឲ្យបានខ្ពង់ខ្ពស់ហើយកុំឈប់រៀនធ្វើការផងរៀនផងនិងប្រទេសជាតិយើង
nâng khai tới chia là hai hăng có đan bòi lục ta nhóm tam đan ta bị năm hơi mách ọt bán thập phen ấy chẳng ta ọt đăng đi cha ơi ta ọt đăng đi rừng nâng ta ọt lời rồi thế theo tang sớm xăm vị chặt ta phù mà sát khai bắt tầm bóng sai tại cách ai đi chầm rán khăn ban rồi tế cái bị cả sự cắm nâng tê sẽ chó bằng nơi ngại bị nồng pinh nâng cầm phong tá nâng cầm phong phai ăn ra triệt sớm xăm vị chặt khai bắt tầm bóng thọp miền mua bị đám thà chia trùng rục sơ biết tha trùng rục sơ mình mến đám tại sơ tê cứ cắt sẽ cắm tẹng mùl ba nị dây pi sạ cả đa nụ pol đại prai mau tha đây bắt đầm bóng triệt đây miên chi chiết bỏng cua rồi chia chôn nơi khai bắt đầm bóng ai rồi có rồi bó cắt sẽ cắm sắp bài giang ban chụp chỉទាំងការចិញ្ចឹមត្រីសត្វពាហនៈយកសាច់និងយកពងយកជាតិប្រូតេអ៊ីនជាដើមលក្ខណៈបាត់ដំបងទោះបីនៅឆ្ងាយពីកំពង់ផែតែប្រទេសកម្ពុជាតូចអនាគតនឹងមានផ្លូវរថភ្លើងមួយខ្សែកាត់បាត់ដំបងដូចផ្លូវរថភ្លើងចាស់មានហើយស្រេចដូច្នេះការដឹកជញ្ជូនមិនមែនជាបញ្ហាទេរីឯសេដ្ឋកិច្ចខេត្តដោយសារប្រទេសកម្ពុជាជាប្រទេសមានផ្ទៃកន្លា 181,035 គីឡូម៉ែត្រក្រឡាសេដ្ឋកិច្ចប្រទេសកម្ពុជាជាកញ្ចប់តែមួយដែលมันអាចចែក25ខេត្តក្រុងទេដោយសារដីវាតូចវានៅជាកញ្ចប់តែមួយដូច្នេះនៅក្នុងបរិស្ថានសេដ្ឋកិច្ចកម្ពុជាមិនចាំបាច់ចែកបរិស្ថានសេដ្ឋកិច្ចទេដីវាតូចប្រជាជន20លាននាក់អញ្ចឹងតែមួយកញ្ចប់ទេណាអ្វីដែលអ្នកខេត្តបាត់ដំបងត្រូវដឹងថាខេត្តបាត់ដំបងមានរបស់មួយហៅថាដីដែលមានជីជាតិមធ្យមអ្វីដែលអ្នកខេត្តបាត់ដំបងយកចិត្តទុកដាក់គឺចាប់ផ្ដើមពីកសិកម្មសិប្បកម្មនិងអនាគតឈានដល់ឧស្សាហកម្មខេត្តបាត់ដំបងមិនសូវមានសក្តានុពលទេសចរទេតែអាចបង្កើតបានគេហៅថា creative tourism គេហៅថាទេសចរបង្កើតប្រទេសកម្ពុជាត្រូវពឹងទៅលើទេសចរអភិវឌ្ឍពោលគឺយើងមិនអាចពឹងផ្អែកទាំងស្រុងទៅលើទេសចរបុរាណឋានទេណានឹងឆ្លើយប៉ុណ្ណឹងណាចន្ទដាគុណឬគេផ្សាយថាជប៉ុនដករោងចក្រចេញពីខ្មែរពូតើពូដឹងទេជប៉ុនមិនលឺសូរដករោងចក្រចេញពីខ្មែរទេហើយមានព័ត៌មានខ្លះគេថាជប៉ុនដកផ្សារចេញពីថៃនឹងក៏ខ្ញុំអត់ទាន់ដឹងដែរបើតាមខ្ញុំគិតណាក្មួយជប៉ុនគ្មានមូលហេតុអ្វីដកវិនិយោគរបស់ខ្លួនចេញពីថៃនិងកម្ពុជាទេមានតែនាំចូលវិនិយោគបន្ថែមមកលើឡាវមកលើថៃមកលើកម្ពុជាមកលើវៀតណាមហេតុដូចម្ដេចណាហេតុដូចម្ដេចបានជាខ្ញុំគិតដូច្នេះជប៉ុនត្រូវការទីតាំងវិនិយោគ
អាស៊ីបែកអាគ្នេយ៍ជប៉ុនត្រូវតែនៅគ្រប់ប្រទេសពីព្រោះប្រទេសនេះជាទីធ្លាផលិតកម្មនៅខាងត្បូងចិនដែលជាទឹកដីដណ្ដើមគ្នាចិនដណ្ដើមទឹកដីវៀតណាមពីជប៉ុនដណ្ដើមឡាវពីជប៉ុនដណ្ដើមកម្ពុជាពីជប៉ុនដណ្ដើមថៃដណ្ដើមមីយ៉ាន់ម៉ាដណ្ដើមម៉ាឡេស៊ីដណ្ដើមឥណ្ឌូនេស៊ីដណ្ដើមសិង្ហបុរីដណ្ដើមប្រ៊ុយណេដណ្ដើមហ្វីលីពីនដូច្នេះជប៉ុនក៏ត្រូវតែដណ្ដើមពីចិនដូចគ្នាមូលហេតុនេះគ្មានអ្វីដែលធ្វើឲ្យជប៉ុនដកវិនិយោគចេញទេណាចិនដាគុណម្យ៉ាងទៀតសូមកុំច្រឡំបើនិយាយពីវិនិយោគហើយនឹងការកេងប្រវ័ញ្ចសូមបញ្ជាក់ណាកាលណាឮសូរថាពាក្យកេងប្រវ័ញ្ចកុំចាត់ទុកថាអាក្រក់ណាសូមឲ្យចាត់ទុកថាការកេងប្រវ័ញ្ចកើតឡើងគ្រប់ពេលពីព្រោះកាលណាគេដាក់វិនិយោគគេត្រូវការចំណេញហើយយើងហៅថាការទាញចំណេញជាការកេងប្រវ័ញ្ចអញ្ចឹងវាមិនចំជាអាក្រក់ទេបើយើងជាអ្នកវិនិយោគក៏យើងទាញចំណេញដែរកេងប្រវ័ញ្ចគឺទាញចំណេញកេងប្រវ័ញ្ចមិនអាក្រក់ទេណាពាក្យហ្នឹងណានៅពេលខ្លះមិនអាក្រក់ទេត្រូវដឹងបើយើងនិយាយពីកម្លាំងទាញចំណេញកម្លាំងកេងប្រវ័ញ្ចកម្លាំងទាញយកចំណេញដ៏អស្ចារ្យជប៉ុនមានកម្លាំងទាញចំណេញដ៏អស្ចារ្យខ្លាំងជាងចិនទៅទៀតក៏ប៉ុន្តែយើងច្រើនយល់ឃើញថាវិនិយោគជប៉ុនធូរពីព្រោះជប៉ុនវាប្រើចិត្តសាស្ត្រក្នុងការទាញចំណេញចំណែកចិនវារៀងគំរោះគំរើយអញ្ចឹងយើងឃើញចិនវារៀងដូចឆ្លើយណាដូចឆ្លើយតាមពិតអត់ទេកម្លាំងទាញចំណេញរបស់ចិនវាទាបជាងកម្លាំងទាញចំណេញរបស់ជប៉ុនទេដូច្នេះប្រទេសពីរនេះជាអាស៊ីដែលកំពុងតែទាញចំណេញហើយប្រទេសយើងថៃក៏ទាញចំណេញសិង្ហបុរីក៏ទាញចំណេញម៉ាឡេក៏ទាញចំណេញយួនក៏ទាញចំណេញនៅពេលដែលទាញចំណេញយើងក៏ថាវាកេងប្រវ័ញ្ចសុំឲ្យខ្មែរយល់ឲ្យច្បាស់ពាក្យកេងប្រវ័ញ្ចមិនអាក្រក់ពេកទេបើសិនជាយើងខំប្រឹងគិតការកេងប្រវ័ញ្ចជាការប្រកួតប្រជែងយើងនឹងមិនសូវគិតថាការកេងប្រវ័ញ្ចហ្នឹងវាអាក្រក់ទេចុះហេតុដូចម្ដេចបានជាចេមសុកសាបព្រោះគំនិតនេះនរណាដែលដាក់ទុនលើដៃយើងគេតែងតែចង់ចំណេញហើយពាក្យចង់ចំណេញហ្នឹងមិនមែនចំណេញដោយចិត្តធម៌ទេគឺចំណេញដោយចិត្តខំចិត្តទាញចិត្តកេងចិត្តប្រវ័ញ្ចគ្មានវិនិយោគិនណាមួយមកធ្វើមនុស្សធម៌នៅកម្ពុជាទេរួមទាំងខ្ញុំជាខ្មែរបើទៅបើករោងចក្រនៅស្រុកខ្មែរមិនមែនដាក់ទៀនទេណាកុំច្រឡំណាមិនមែនខ្ញុំទៅបើករោងចក្រដាក់ទៀនទេខ្មែរណាដែលទៅរកស៊ីស្រុកខ្មែរគិតថាដាក់ទៀនណានឹងរលំរលាយមុខរបរខ្មែរណាដែលទៅបើកការរកស៊ីនៅស្រុកខ្មែរដោយខិតខំទើបคล้ายទៅជាអ្នកជោគជ័យក្រុមហ៊ុនខ្មែរសម្ព័ន្ធធំដែលមាននៅប្រទេសមិនមែនជាសម្ព័ន្ធមនុស្សធម៌ទេជាសម្ព័ន្ធមុខរបររកចំណេញហើយមុខរបររកចំណេញគឺត្រូវតែកេងប្រវ័ញ្ចសង្គមខ្មែរគេបង្រៀនឲ្យចាត់ទុកថាកេងប្រវ័ញ្ចជាសម្ដីអាក្រក់ពុទ្ធសាសនាអត់សូវចេះពាណិជ្ជកម្មទេព្រះសម្ពុទ្ធមិនចេះបើកហាងរកស៊ីទេ
ដូច្នេះហើយផ្អែកទៅលើសិលធម៌ផ្អែកទៅលើគុណធម៌សុជីវធម៌ផ្អែកទៅលើមេត្តាករុណាមុទិតានិងឧបេក្ខាដែលមិនមែនជាពាណិជ្ជកម្មទេពាណិជ្ជកម្មពាក្យដ៏សំខាន់មួយគឺខំប្រឹងកេងប្រវ័ញ្ចឲ្យអស់ពីចិត្តអញ្ចឹងបើខ្មែរយល់ច្រើនអំពីអ្វីដែលវិនិយោគិនត្រូវការទាំងក្នុងស្រុកនិងក្រៅស្រុកហើយអាសំរងស៊ីក៏លែងបានទៅឃោសនាឲ្យធ្វើបាតកម្មសង្គមខ្មែរនឹងคล้ายទៅជាសង្គមពូកែការងារសម័យពី95ដល់2013អាសំរងស៊ីឃោសនាតែរឿងបាតកម្មទេដល់អញ្ចឹងកូនខ្មែរដែលធ្វើការរោងចក្រធ្វើអីគឺមើលឃើញសង្គមនឹងជាសង្គមជិះជាន់ដរាបណាមានខ្មែរចេះតែនឹកឃើញតែគេជិះជាន់ណាខ្មែរនឹងក្ររហូតចំណែកខ្មែរណាដែលមើលឃើញសង្គមនឹងជាការរត់ប្រណាំងខ្មែរនឹងរកលុយបានចាយបើខ្មែរណាយល់ថាសេចក្តីសុខស្ថិតនៅលើវិបស្សនាសមាធិខ្មែរនឹងតិចទៀតដាច់បាយបើខ្មែរណាគិតថាបើកភ្នែកមើលជុំវិញខ្លួនឲ្យខំធ្វើការខ្មែរនឹងសម្បូរបាយហូបគ្រប់គ្រាន់បើខ្មែរណាមើលឃើញតែអយុត្តិធម៌មើលឃើញតែពុកអលួយហើយខ្លួនឯងនៅតែសោកគេនៅតែបង់លុយឲ្យគេហើយចូលចិត្តស្ដាប់គេជេររដ្ឋាភិបាលដូចអ្នកចូលចិត្តស្ដាប់ខ្ញុំរិះគន់រដ្ឋាភិបាលតែអត់ចេះគិតអ្នកនឹងរត់មិនទាន់ការប្រកួតប្រជែងនៃពិភពលោកទេដូច្នេះខ្ញុំកើតមហារាជខ្ញុំខំប្រឹងរត់ប្រណាំងនឹងជំងឺមហារាជរាល់ថ្ងៃចំណែកឯកូនចៅត្រូវដឹងថាការកេងប្រវ័ញ្ចគឺជារបស់មួយដែលទាញមនុស្សឲ្យខំសេចក្តីសុចរិតគឺជារបស់មួយលំបាកសម្រាប់អ្នកឆ្លាតតែជារបស់ជាថ្នាំញៀនរបស់អ្នកល្ងងអំពើសុចរិតជាថ្នាំញៀនរបស់មនុស្សល្ងងនិងជាការលំបាករបស់មនុស្សចេះមានន័យថាម៉េចមនុស្សចេះលំបាកសុចរិតពីព្រោះសុចរិតវាត្រូវថ្លឹងជាមួយនឹងចំណូលចំណែកមនុស្សល្ងងនាំគ្នាដេកលក់ជាមួយអំពើសុចរិតហើយទីបំផុតលទ្ធផលគឺគេជិះជាន់គេធ្វើបាបដើម្បីដូច្នេះត្រឡប់មកវិញបើកម្លាំងជប៉ុនជាមួយចិនកម្លាំងកេងប្រវ័ញ្ចជប៉ុនវាខ្លាំងជាងចិន1 ជា 2ក៏ប៉ុន្តែយើងមើលឃើញជប៉ុនតិចពីព្រោះយើងអត់យល់បានជាឥឡូវនេះជប៉ុនវាចាញ់ចិនផ្លូវរថភ្លើងបើវាដេញកងត្រាបានយើងជឿថាជប៉ុនវាធ្វើល្អទីបំផុតគុណភាពរបស់ផ្លូវដែកជប៉ុនអន់មកពីជប៉ុនវាកេងប្រវ័ញ្ចខ្លាំងដល់វាឃើញប្រទេសនឹងល្ងងវាធ្វើឲ្យអត់ល្អបានជាសប្តាហ៍ប្រទេសមួយចំនួនងាកទៅចិនឲ្យកសាងផ្លូវដែកផ្លូវថ្នល់ក៏អញ្ចឹងដែរបើឲ្យជប៉ុនធ្វើពេញប្រទេសកម្ពុជាផ្លូវនឹងអន់ជាងផ្លូវចិនទេមិនបានអញ្ចឹងវាកេងប្រវ័ញ្ចខ្លាំងអូខេនេះគឺជាការសម្ងាត់មួយដែលជប៉ុនក្រោយឆ្នាំ1991ជប៉ុនសេដ្ឋកិច្ចវាដាំក្បាលចុះ
មកអំពីជប៉ុនវាមិនមែនចិត្តល្អដូចយើងគិតទេបានទេអានឹងអញ្ចឹងណាសត្យាអ៊ីកុលរាល់គ្រោះថ្នាក់ចរាចរណ៍កើតឡើងយើងមានអ្នកសារព័ត៌មានថត live ច្រើនជាងសមត្ថកិច្ចទៅទៀតការផ្សាយបែបនេះគុណសម្បត្តិនិងគុណវិបត្តិអ្នកសារព័ត៌មាននៅកម្ពុជាសុទ្ធតែជាអ្នកសារព័ត៌មានជជុះអ្វីដែលថតมันអាចកាត់សេចក្តីតាមការថតនឹងបានទេប្រូហៀងលោកតាយើងគួរត្រៀមខ្លួនដូចម្ដេចដើម្បីក្លាយជា millionaire នៅអាមេរិកដំបូងគឺត្រូវរៀនបរិញ្ញាបត្រជាន់ខ្ពស់ត្រៀមប៉ុណ្ណឹងឲ្យមាន Master's degree ត្រឹមត្រូវទើបក្លាយទៅជាអ្នកមានបានទីណា Gen Z តាគិតយ៉ាងណាចំពោះវប្បធម៌ខ្មែរវប្បធម៌ខ្មែរល្អតែឥឡូវនេះមានคล้ายឲ្យទៅជាអត់ល្អនឹងដូច្នេះយើងប្រុងប្រយ័ត្នណាសុភ័ណ្ឌដេកច្រើនល្អបាទគ្រាន់តែហេវបន្តិចសសារីលោកតានាយករដ្ឋមន្ត្រីអនុทินទៅអូស្ត្រាលីគេទៅអូស្ត្រាលីដើម្បីធ្វើនយោបាយទាញយកប្រយោជន៍ឲ្យទៅខាងគេយើងខំប្រឹងធ្វើខាងយើងប្រូហៀងតាធ្វើ show ប្រើ laptop 2អូខេអត់មានទូរស័ព្ទទេនៅសហរដ្ឋអាមេរិកមនុស្សមានទូរស័ព្ទ2គឺជាជនចម្លែកអ្នកមានទូរស័ព្ទ2ជាជនចម្លែកគេអត់សូវមានទូរស័ព្ទ2ទេសូរ៉ារឿងប្រឡងតាអត់ដឹងទេកូនដាណាសៀតពូអាចនិយាយរៀបរាប់អំពីការរៀបចំក្បួនសឹកសង្គ្រាមនិងការវាយលុកសត្រូវបានទេអត់បានទេកូនមិនបានអត់បានដាណាបើកូនបើចៅចង់បើកូនចង់រៀនក្បួនសង្គ្រាមទី1កូនត្រូវคล้ายទៅជាទាហានហើយត្រូវមានសញ្ញាបត្រយ៉ាងទេពបំផុតគឺប្រឡងជាប់បាក់ឌុបដល់ពេលជាប់បាក់ឌុបធ្វើទាហានបាន3ឆ្នាំត្រូវប្រឡងចូលសាលានេទាហានរងពេលនោះទើបដាណាសិតអាចរៀនក្បួនសង្គ្រាមថ្នាក់នេទាហានរងដល់ទៅរៀនចប់ហើយចាញ់បាន2ឆ្នាំបូកទៅធ្វើទាហាន5ឆ្នាំទើបប្រឡងចូលសាលានេទាហានពេលនោះទើបរៀនក្បួនសង្គ្រាមថ្នាក់នាយទាហានដល់ចាញ់ពីនាយទាហានមកឆ្នាំទី6ទី7ទី8ទី9ទី10បើសណាជាក្មួយមានបរិញ្ញាបត្រមហាវិទ្យាល័យនិងក្មួយចូលរៀនសង្គ្រាមថ្នាក់រាជបណ្ឌិតសភាឬក៏ថ្នាក់សាកលវិទ្យាល័យហើយដល់រៀនចាញ់មកក្មួយក៏คล้ายទៅជានាយទាហានជាន់ខ្ពស់ដែលអាចឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍អនាគតបានហើយ
បើចេះភាសាឬមានអាហារូបករណ៍ក្មួយត្រូវបំពេញវិជ្ជា2ឆ្នាំទៀតពីសាកលវិទ្យាល័យសង្គ្រាមទើបក្មួយចេះកិច្ចការសង្គ្រាមអញ្ចឹងការរៀបក្បួនសឹកមិនមែនដូចសភៅសុនជឺទេគឺទាហានត្រូវចេះច្បាំងថ្នាក់នាយទាហានរងថ្នាក់នាយទាហានថ្នាក់នាយទាហានជាន់ខ្ពស់សរុបមកបើនៅក្នុងមហាវិទ្យាល័យសង្គ្រាម6ឆ្នាំបើនៅក្នុងរាប់ពីនាយទាហានរងទៅនាយទាហានជាន់ខ្ពស់ត្រូវធ្វើទាហានយ៉ាងតិច10ឆ្នាំអូខេគ្មានសិភៅសង្គ្រាមណាអាចបញ្យល់មនុស្សដែលអត់ធ្វើទាហានឲ្យយល់បានទេណាស្ទូនមីកុំខាតពេលណាចៅណាខំរៀនហើយកុំយករូបកែមលៃមកដាក់ឯងបើតាឃើញម្ដងទៀតតាប្លុកចោលចៅត្រូវខំកសាងខ្លួនឯងហើយអត់មាននិយាយលេងសើចច្រើនស្ទូនមីតាមិនថាអីទេលើកនេះតែកុំរំខានបើមិនចឹងទេតាប្លុកចោលណាកូនណាលោកតាតើរៀនតាស្រឡាញ់មុខវិជ្ជាអីមិនសំខាន់ទេតាសំខាន់ចៅឯងត្រឡប់មកខាង YouTube ទូសវណ្ណលោកតាតើហេតុអ្វីបានជានៅសម័យមុននៅពេលដែលមានប្រទេសមួយបានធ្វើដំណើរទៅដល់ប្រទេសមួយទៀតហេតុអ្វីបានជាប្រទេសនោះព្យាយាមផ្សព្វផ្សាយសាសនារបស់ពួកគេទៅកាន់ប្រទេសដទៃដូច្នេះលោកតាការផ្សព្វផ្សាយសាសនាគឺមានគ្រប់សាសនារីឯការផ្សព្វផ្សាយសាសនាគឺជាការផ្សព្វផ្សាយវប្បធម៌របស់បរទេសអូខេហើយរឿងនេះជារឿងធម្មតាកើតឡើងតាំងពីសម័យព្រះសម្មាសម្ពុទ្ធមកម្ល៉េះដោយសារចៅមិនដឹងចៅក៏ឆ្ងល់តាមពិតរឿងនឹងកើតបើយើងគិតទៅវា6000ឆ្នាំមកហើយណាកូនណាចន្ទិតជនតិតវៀតណាមជួយផ្ដួលរំលំរបបខ្មែរក្រហមតើវៀតណាមទទួលបានផលអ្វីខ្លះវៀតណាមផ្ដួលរំលំរបបខ្មែរក្រហមមិនមែនជួយទេគឺជាទំនាស់ជាមួយខ្មែរក្រហមទើបវាយផ្ដួលខ្មែរក្រហមរីឯប្រយោជន៍គឺដាក់គណៈបកប្រជាជនដែលជាមិត្តរបស់វៀតណាមឲ្យកាន់អំណាចនៅប្រទេសកម្ពុជាដើម្បីឲ្យភូមិសាស្ត្រឥណ្ឌូចិនមានសុវត្ថិភាពចំពោះវៀតណាមអូខេជនតិតម៉េងកៅI just graduate grade 12. Now I'm going to study data science and AI engineering, and I think you can give me some good advice. មុខវិជ្ជា2នេះ the two studies majoring in data science and AI engineering are new to me. I am not good with that, so I cannot give you any advice, but at least I can tell you that it's they are good major and wish you good luck តាអត់អាចឆ្លើយបានព្រោះមុខវិជ្ជា2ហ្នឹងវាថ្មីចាស់ចំពោះតាណាតែតាដឹងថាមុខវិជ្ជាហ្នឹងល្អពីព្រោះកូនប្រុសតា
về riêng ban masters với tranh thơ ca hai nâng về rốt chùm nô rùm về ban cả là liền mà nằm chùm nô rùm về thơ ca phóng về thơ cách cạp xanh xanh tật tì phóng về rốt ban cả là liền hà sập mơn mà nằm chẳng về lõ hà sập mơn mà nằm nằm rích cho bà chạy chạy ban master chạy dạng hỏi nó có từ rồi nơi bờ tây ná ban về vô kỳ chùa chạy chẳng mấy chưa từng pi năng lõ tai oi ta đăng thả về sấy tam đăng thế vì vô về lươn chiang tá này có nó mình cảo nè không hiện trả nè xinh xinh ok Terry K taប្រទេសចិនទាញយកប្រេងឆៅពីណានៅពេលដែលមានការរអាក់រអួលដោយសារសង្គ្រាមអ៊ៃរ៉ាន់ទី1អណ្ដូងប្រេងរបស់ចិនខ្លួនឯងទី2នាំប្រេងមកពីអាស៊ីកណ្ដាល Central Asia ទី3ទិញប្រេងពីរ៉ាស៊ីណាទី4ទិញប្រេងពី Pacific ផ្ទាល់រួមទាំងអាស៊ីអាគ្នេយ៍ដើម្បីយកមកដាក់ជំនួសការថយចុះនៃការដឹកប្រេងពីច្រកសមុទ្រ Hormuz អូខេ Terry លោកតាជាក់ស្ដែងឃើញរាជការកំពុងធ្វើការអូខេលោកតាជប៉ុនខ្សោយអីសេដ្ឋកិច្ចកូនចង់ធ្វើអ្នកទេសចរគួរត្រៀមអ្វីខ្លះអានសៀវភៅទេសចរអានសៀវភៅភូមិសាស្ត្រណាទី1អានសៀវភៅទេសចរអានសៀវភៅភូមិសាស្ត្រអានសៀវភៅប្រវត្តិសាស្ត្រនិងបំពន់ចំណេះដឹងទីតាំងដែលយើងចង់ធ្វើមគ្គុទ្ទេសក៍និង basic ណាលោកតាចំពាក់ចៅមួយអំពីរូបមន្តនៃការលក់រាយអត់ចំពាក់ទេចៅឥឡូវនេះវាដល់ម៉ោងទៀតហើយអញ្ចឹងចាឯងត្រូវចូលមកហើយសួរមិនមែនរូបមន្តទេតាមិនអាចប្រាប់ពីរូបមន្តទេប្រាប់តាអាចប្រាប់អំពីរបៀបរៀនលក់រាយទី1គណិតសាស្ត្រពាណិជ្ជកម្មមានន័យថាបូកគុណដកសងចែកនិងប្រភេទទី2រៀនធ្វើបញ្ជីចំណាយបញ្ជីចំណូលបញ្ជីគម្រោងនិងបញ្ជីចំណេញខាតប្រចាំសប្តាហ៍ឬខែហើយនឹងបញ្ជីសារពើភ័ណ្ឌបញ្ជីឃ្លាំងណាហើយត្រូវយល់អំពីប្រការ5ប្រការ1គឺម៉ោងពេលប្រការ2គឺរឹតពេលប្រការ3ភាពស្អាតអនាម័យប្រការ4តម្លៃប្រការ5ដោះស្រាយអាហ្នឹងគេហៅថា HASPA នឹងគឺជា basic retail study ដែលមិនមែនរូបមន្តទេគេហៅថាការសិក្សារបៀបលក់រាយអូខេលី tips ណាកូនណាហើយនឹងបញ្យលទៀតបើមកសួរទៀតនឹងបញ្យលមួយឲ្យលោកតាមុនឆ្នាំ75ខ្មែរយើងមានពាក្យថានាយពលតម្រួតទេមានណាតើស្ថានភាពបែបនេះរកស៊ីអីល្អអាស្រ័យទៅលើចៅដើរមើលគេមើលឯងក្នុងទីផ្សារ
ta ọtអាចឆ្លើយប្រាប់បានណាចង់ធ្វើអ្នកទេសចរត្រូវត្រៀមលុយអាហ្នឹងតាមពាក្យហ្នឹងវាត្រូវឲ្យប្រពោះចង់ដើរលេងណា best rapper ឈ្មោះនឹងអត់ល្អសោះណាឈ្មោះកកោកមិនដាក់ទេណា I just grad 12 go start it ទៅឆ្លើយឲ្យក៏ណាបងឌីកោកក្រសាំងលោកតានិយាយរឿងចិនយកយន្តហោះចម្បាំងណាមកសំយុទ្ធអត់មានអីនិយាយទេគេកាន់មកសាកតាកូនអត់មានអីនិយាយរឿងហ្នឹងវាអត់មានត្រូវនិយាយអីផងលោកតាខ្ញុំធ្វើសមាធិខំប្រឹងសុភ័ណ្ឌចូលចិត្តចំណាយពេលចោលតាឈប់ឆ្លើយទៅចប់ហើយតាខ្ជិលឆ្លើយជាមួយមនុស្សអត់ចូលចិត្តរៀនណាសុភ័ណ្ឌបើតាមិនឆ្លើយមិនបាច់អន់ចិត្តទេព្រោះតាខ្ជិលសុភ័ណ្ឌឯងកើតមកខាតទឹកដោះម្ដាយណាខាតទឹកដោះម្ដាយណាសត្យាអ៊ីហ្គលចៅខ្មាស់គេណាស់បើជាតិសាសអត់ទេអត់ចាំបាច់ខ្មាស់ទេថាច់ធួងឆ្កែឈួតសក់ចាស់ហើយហែងឈប់ឈួតទៅអត់ទេហែងមិនតែឈួតទេហែងគឺជាមនុស្សអត់បានការទី1បើម៉ែឯងបកើតឯងមកហើយទឹកដោះម៉ែឯងមានកិត្តិយសឯងមិនត្រូវលាក់មុខឯងចាញ់និយាយអ្វីដែលឯងចង់បាននឹងអថាច់ធួងតែបើម៉ែឯងតំណក់ឈាមនឹងវាអត់ថ្លៃទើបកើតឯងមកបានត្រឹមតែដើរជេរគេតាមប្រព័ន្ធតែប៉ុណ្ណឹងដូច្នេះមានន័យថាម៉ែឯងពោះសត្វដេរិឆានកើតឯងមកដាក់ឈ្មោះថាច់ធួងតែប៉ុណ្ណឹងពីព្រោះបើឯងវាមានតំណក់ឈាមល្អគឺឯងអត់ដែលដើរជេរគេទេឯងច្បាស់ជាចាញ់មកនិយាយនៅចំណេះដឹងឯងប៉ុន្តែពូជឯងនេះប្រហែលជាបុព្វបុរសឯងពីដើមឡើយជាសត្វចន្លេននៅក្នុងដីឬយ៉ាងណាអញវាមិនដឹងប៉ុន្តែដឹងរឿងមួយថាតំណក់ឈាមនេះគឺមកអត់ថ្លៃទេណាថាធួងតំណក់ឈាមអត់ថ្លៃអញប្រាប់បានតែប៉ុណ្្នឹងទេហើយអញជូនពរឲ្យឯងនឹងឃើញពន្លឺព្រះអាទិត្យនឹងមានតម្លៃជាងគេកុំឲ្យតំណក់ឈាមមួយនេះវាចុះថោកពេកបើឯងពិតជាមានការចេះដឹងនិងមានទំនាស់មតិបើឯងចេះដឹងឯងមិនដើរជេរគេលាក់មុខទេឯងចាញ់និយាយមកពីបើឯងជាមនុស្សតែបើគ្រាន់តែមានតួប៉ុន្តែតំណក់ឈាមនៅក្នុងខ្លួនឯងវាអត់ថ្លៃឯងធ្វើតទៅទៀតទៅចប់អញមិនដឹងធ្វើម៉េចទេជួយឯងបានទេធូហែមអូខេសាញ៉ាសិន hello តើប៉ុលពតដឹងល្បិចយួនទេវីទេសំណួរនេះអត់ប្រយោជន៍ចៅពីព្រោះចៅឯងចាញ់មកគឺស្អប់យួនហ្មងចៅឯងរស់នៅជាមួយយួនតាំងពីមុនចៅឯងកើតរហូតដល់ឥឡូវម៉ែចៅឯងក៏រស់នៅជាមួយយួនហើយចៅឯងទៅចាប់អារម្មណ៍នឹងប៉ុលពតតាខាត់ពេលមួយចៅឯងអត់ឆ្លើយទេកូនអើយមិនដឹងឆ្លើយមិនទេព្រោះចៅឯងម៉ែឪចៅឯងក៏រស់នៅជាមួយយួនហើយចៅឯងកើតមកក៏រស់នៅជាមួយយួនសប្ងៃចៅឯងមកសួរតាអីល្បិចយួនអីចៅឯងជាមនុស្សដែលស្អប់ខ្ពើមរើសអើងពូជសាសន៍អត់ប្រយោជន៍មនុស្សដែលស្អប់ខ្ពើមរើសអើងពូជសាសន៍ជាមនុស្សគ្មានប្រយោជន៍កុយកែនកុយកើនល្អនិយាយប៉ុន្តែអត់ហានិយាយជាមួយគេរៀនឲ្យស្ទាត់សិនទៅរៀនឲ្យស្ទាត់សិនទៅ
ណាអូខេក្រូចកក់ក្រូចតាគេត្រៀមដាក់យើងទៀតហើយភូតព័ត៌មានភូតចាឯងកុំភូតតាអូខេនៅស្រុកខ្មែរជំនាញជាងសម្បូរជាងគេគឺគ្រូបង្រៀនក្រោមលក្ខខណ្ឌអូខេណាលោកតាតើភាសាអ្វីដែលសំខាន់ខ្លាំងបន្ទាប់ពីអង់គ្លេសរៀនអង់គ្លេសឲ្យចេះសិនតើបើចេះតែសួរអញ្ចឹងមិនចេះទេណាខ្ញុំវិលមកជួបពី3នាទីទៀតជំរាបលាណាកូន